សួស្តីបងប្អូនទាំងអស់គ្នាតាំងពីម៉ោង1រហូតដល់ម៉ោង7ណាបងប្អូនតាំងពីម៉ោង1រហូតដល់ម៉ោង7បងប្អូននេះពុំអាវ2បងប្អូន3 4 5 6អាវហើយក្នុងមួយពុំហ្នឹងគឺ2អាវបងប្អូនក្នុងមួយពុំគឺខ្ញុំកាត់2អាវនេះមិនមែនជាប្រភេទពុំដែលភ្ញៀវទិញពុំខ្ញុំទេណាបងប្អូនជាប្រភេទពុំដែលខ្ញុំកាត់អីវ៉ាន់ជូនភ្ញៀវបងប្អូនហើយនេះត្រូវតែធ្វើពុំមកល្ងាចតាំងពីម៉ោង1បងប្អូនខ្ញុំទុំរួចរាល់ម៉ោង7ហ្នឹងទេឥឡូវហ្នឹងត្រៀមកាត់ហើយបងប្អូនត្រៀមកាត់បងប្អូន7ពុំហើយមិនដឹងថាប្រហែលឈុតទេណានេះខ្ញុំត្រូវធ្វើយប់នេះបងប្អូនឥឡូវនេះម៉ោង8ឯងបងប្អូនម៉ោង8យប់ម៉ោង8ហើយនៅកាត់ទៀតបងប្អូនស្អែកឡើងកូនជាងគេមកគេត្រូវយកទៅដេរហើយខ្ញុំក៏ត្រូវធ្វើខ្លួនឯងដែរបងប្អូនបងដែលត្រៀមចាំពុំតែទាត់ដាច់ខែបានខ្ញុំធ្វើការចែកជូនណាដោយសារតែឥឡូវនេះគឺខ្ញុំត្រូវការប្រើហើយប្រើទៀតដោយសារតែអីវ៉ាន់បងមិនមែនមានតែមួយអាវទេក្នុងម្នាក់គឺគាត់កាត់ជួនកាលទៅ4ឈុតអីអញ្ចឹងពុំខ្លះគឺអាចត្រូវប្រើវាបានខ្ញុំប្រើវាឡើងវិញអញ្ចឹងណា